បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Hoodie Me ទាំងអស់គ្នាយើងថ្ងៃផងដែរយើងមានអក្សរកាតាកាណាតពីវីដេអូមុនណាហើយអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងតចាប់ពីជួរអក្សរហទៅណាអក្សរហអញ្ចឹងជួរអក្សរហវាមានហហ៊ីហ្វឹហេហណាហហ៊ីហ្វឹហេហអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់អក្សរទី1ណាអក្សរទី1នេះគឺអក្សរហអក្សរហហើយអក្សរហមាន2គំនូសហើយណាអញ្ចឹងយើងមើលវាផ្សេងនៅខាងស្ដាំដៃនេះហើយទី1 ichi នេះ ichi ni ហើយ ichi ni ichi ni ហើយនេះអញ្ចឹងអក្សរមាន2គំនូសហើយអញ្ចឹងគំនូសទី1យើងគូសដូចជាមួយនឹងអក្សរអីគេអក្សរណណាយើងគូសដូចអក្សរណពីលើចុះក្រោមប្រឆិតមកខាងឆ្វេងណាហើយពេលបន្ទាប់មកគំនូសទី2ហើយយើងគូសពីលើចុះក្រោមមកផ្នែកខាងស្ដាំតែរៀងលក្ខណៈកោងតិចណាកោងហើយមួយទៀតផ្ទុយគ្នាហើយគំនូសទី1បញ្ចប់ដោយហារ៉ាវគឺចោលគំនូសទី2បញ្ចប់ដោយឈប់ហើយណាចឹងយើងសេកម្ពស់វាហាក់ប្រហែលគ្នាណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរហៈនេះគឺមានហាន់សាមឺហាន់សាមឺហាន់សាមឺមានន័យថាសង្ហាណាហាន់សាមឺហាន់សាមឺហើយបន្តមកទៀតយើងចូលមកកាន់អក្សរហ៊ីហ៊ីណាហ៊ីហើយហ៊ីយកអក្សរហ៊ីមាន2គំនូសដែរហើយនេះគឺគំនូសទាំងពីរហ្នឹងគឺឈប់ទាំងពីរណាបញ្ចប់ដោយធមេរឹហើយឥឡូវយើងមើលផ្នែកខាងស្ដាំដៃណាតារបៀបសរសេរទី1 ichi ni ណា ichi ni ហើយ ichi ni ichi ni ហើយអញ្ចឹងអក្សរនេះគឺស្រួលសរសេរណាហើយយើងគូពីឆ្វេងណាពីឆ្វេងមកស្ដាំមកនេះគំនូសទី1ហើយតមកពីលើចុះក្រោមហើយកាច់មកផ្នែកខាងស្ដាំណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរហ៊ីនេះគឺយ៉ាងថា hinto 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 ណាហើយ hinto បកប្រែថាចំណុចកន្លឹះហើយណាចំណុចដែលជាកន្លឹះណាហើយ hinto ហើយបន្តមកទៀតយើងយើងសំទោសយើងចូលមកកាន់អក្សរយ៉ាងថា ហ្វឹហើយយើងអត់អានថាហឹទេយើងអានថាហ្វឹណាហើយអញ្ចឹងអក្សរហ្វឹមានតែមួយគំនូសទេណាហើយមួយគំនូសហើយអញ្ចឹងយើងមើលគំនូសសរសេរនៅខាងស្ដាំដៃនេះតោះ ichi ហើយ ichi ណាហើយ ichi ណាហើយអញ្ចឹងយើងគូពីឆ្វេងមកស្ដាំណាពីឆ្វេងមកស្ដាំមកហើយកាច់ចុះក្រោមមកផ្នែកខាងឆ្វេងណានៅពេលដែលកាច់ហ្នឹងគឺយើងរៀងកោងមានលក្ខណៈកោងបន្តិចណាហើយមានភាពកោងបន្តិចណាហើយអញ្ចឹងអក្សរហ្វឹពាក្យដែលផ្ដើមដោយអក្សរហ្វឹនេះ free យ៉ាងថា free ហើយមកពីពាក្យអង់គ្លេស free ហ្នឹងហើយណា free ឬក៏និយាយថាឥតគិតថ្លៃណាហើយបាទអញ្ចឹងបន្តមកទៀតយើងចូលមកកាន់អក្សរហៈណាហើយអក្សរហៈហើយអក្សរហៈកាតាកាណាហើយនិងហេរ៉ាកាណាគឺយើងសរសេរបាក់ប្រហែលគ្នាណាហើយយើងមើលមកផ្លេចគឺឃើញដូចគ្នាអញ្ចឹងណាហើយអញ្ចឹងអក្សរហៈមានតែមួយគំនូសទេហើយអញ្ចឹងយើងមើលវាផ្សេងនៅក្នុងស្នាមដៃនេះបាទ ichi 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 ហើយណាអញ្ចឹងយើងគូសពីឆ្វេងទៅស្ដាំតែផ្នែកយើងសរសេររៀងឡើងលើណាបន្ទាប់ពីឡើងលើហើយយើងចុះក្រោមគឺឈប់ណាឈប់ហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរហៈនេះគេហៅថា helicopter 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 ណា helicopter helicopter ហើយមកពីពាក្យអង់គ្លេសhelicopter ណាហើយយើងបកប្រែមួយទៀតគឺកន្ទុំរុយណាតែកន្ទុំរុយមិនមែនកន្ទុំរុយសត្វទេណាហើយយើងហៅថាយន្តហោះដែលពីច្រើនយើងហៅថាកន្ទុំរុយហ្នឹងហើយអញ្ចឹងពាក្យហ្នឹងគឺសំដៅលើហ្នឹងហើយណាហើយចុងក្រោយអក្សរចុងក្រោយនៃជួរអក្សរហគឺអក្សរហណាអក្សរហមាន4គំនូសហើយអញ្ចឹងយើងមើលរបៀបសរសេរនៅក្នុងស្នាមដៃនេះតោះទី1យើងគូពីឆ្វេងមកស្ដាំពីលើចុះក្រោមហើយនឹងសងខាងណាហើយអញ្ចឹងយើងមើលរបៀបសរសេរក្នុងវីដេអូនេះគឺផ្នែកខាងក្រោមនេះខ្ញុំអត់បានគូសកលៈទេហើយដោយសារយើងគូសពីច្រើនសរសេរទូទៅយើងអត់ដាក់កលៈណាហើយមានថាយើងអត់ដាក់កលៈក៏វាចូលជាអក្សរហូដែរអត់ខុសទេណាហើយតែគាត់ថាយើងសរសេរបែបស្តង់ដារគឺមានកលៈនៅផ្នែកខាងក្រោមនៅខាងចុងនេះមានថានៅពេលយើងចុះហើយយើងឡើងមកលើបន្តិចមានកលៈណាហើយអញ្ចឹងអក្សរហូនេះគឺយើងសរសេរពីឆ្វេងមកស្ដាំពីលើចុះក្រោមហើយនឹងផ្នែកខាងសងខាងវាណាយើងប្រឆិតចេញក្រៅណា
ហើយតែអត់វែងពេកទេហើយពាក់កណ្ដាលណាហើយមានន័យថាអត់ដល់គល់ខាងក្រោមនេះទេណាគំនូសទី3នេះនិងទី4នេះហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរហគឺ hoteru 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 ណា hoteru បបប្រែថាសន្តាគារហើយបបប្រែថាសន្តាគារអូខេអញ្ចឹងថ្ងៃនេះយើងរៀន5អក្សរប៉ុណ្ណេះយើងនឹងជួបនៅវីដេអូបន្ទាប់ទៀតហើយអរគុណដល់អ្នកទាំងអស់គ្នា